ជំរាបសួរនាងខ្ញុំធីវីថ្ងៃនេះខ្ញុំសូមណែនាំនៅមុខងារថ្មីរបស់ធនាគារ KDSB ដែលនឹងកំពុងតែដាក់ដំណើរការសាកល្បងទាក់ទងនឹង AI Assistant Call ដែលមុខងារនេះដែរនឹងធ្វើការហៅទូរស័ព្ទដោយស្វ័យប្រវត្តិដើម្បីធ្វើការជូនដំណឹងអំពីផលិតផលសេវាកម្មរបស់ធនាគារដូចជាការខលរំលឹកនៃការបង់ប្រចាំខែឬផលិតផលសំខាន់និងដំណឹងផ្សេងពាក់ព័ន្ធនឹងសេវាកម្មនិងផលិតផលរបស់ធនាគារតាមរយៈ KDSB AI Assistant Call លោកអ្នកនឹងទទួលបានការរំលឹកនិងសេវាកម្មសំខាន់យ៉ាងឆាប់រហ័សយើងមានគោលបំណងធ្វើឲ្យបទពិសោធន៍សេវាកម្មរបស់លោកអ្នកមានភាពងាយស្រួលប្រសិទ្ធភាពសុវត្ថិភាពនិងទាន់ពេលវេលានេះគឺជាសារសម្លេងឧទាហរណ៍របស់ AI Assistant Call ដែលនឹងខលទៅកាន់លោកអ្នកសូមធ្វើការស្ដាប់និងអនុវត្តតាមការណែនាំសូមជម្រាបជូនថាការសន្ទនានេះនឹងត្រូវបានកត់ត្រាទុកសម្រាប់ទៀងទាត់សេវាកម្មប្រកបដោយគុណភាពនិងសុវត្ថិភាពសូមអនុញ្ញាតបញ្ជាក់ថាតើនេះគឺជាបងសុកហេងពេជ្រជាវីមែនទេសូមចុចលេខ1ប្រសិនបើពិតជាត្រឹមត្រូវសូមចុចលេខ2ប្រសិនបើមិនមែនបន្ទាប់ពីលោកអ្នកអនុវត្តតាមការណែនាំរួចរាល់ប្រសិនបើលោកអ្នកត្រូវការជំនួយបន្ថែមឬចង់ជួបជាមួយនឹងបុគ្គលិករបស់ធនាគារលោកអ្នកអាចធ្វើការចុចលេខ0ក្នុងអំឡុងពេលការហៅទូរស័ព្ទដើម្បីធ្វើការជួបជាមួយនឹងភ្នាក់ងារបម្រើអតិថិជនរបស់យើងអតិថិជនជាទីគោរពសូមកំណត់សម្គាល់ថាធនាគារ KDSB នឹងមិនធ្វើការស្នើសុំលេខសម្ងាត់ OTP លេខ PIN code ឬលេខសម្ងាត់ផ្សេងៗរបស់លោកអ្នកតាមរយៈទូរស័ព្ទដៃឡើយសូមរក្សាព័ត៌មានផ្ទាល់ខ្លួននិងលេខគណនីរបស់លោកអ្នកជាការសម្ងាត់ជានិច្ចប្រសិនបើលោកអ្នកមានការសង្ស័យអំពីការហៅទូរស័ព្ទណាមួយសូមធ្វើការបញ្ចប់ភ្លាមរួចធ្វើការតាក់ទងមកលេខផ្លូវការរបស់ធនាគារ KDSB ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មានលម្អិតសូមអរគុណចំពោះទំនុកចិត្តនិងការប្រើប្រាស់សេវាកម្មរបស់ធនាគារ KDSB សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការតាក់ទងមកកាន់លេខទូរស័ព្ទដូចខាងក្រោមធនាគារឯកទេស KB ដេហានមាគ៌ាហិរញ្ញវត្ថុថ្មីរបស់លោកអ្នក